ដើម្បីបានជានៅតែបន្តការខាតលុយបន្តប៊ូទៅមិនចង់គោលដៅប៊ូទៅស៊ីថ្លៃប៊ូស៊ីថោកប៉ុន្តែនៅតែលក់អត់បានបញ្ហាហ្នឹងគឺជាខ្មៅមែនទែនសម្រាប់អ្នកលក់អនឡាញមិនថាបងដែលគាត់ធ្លាប់ប៊ូពីមុនបងដែលគាត់តែចាប់ដើមទេគឺគាត់មានបញ្ហាហ្នឹងដូចគ្នាអញ្ចឹងបើមានបញ្ហាហ្នឹងបងអាចឆានមកពិភាក្សាជាមួយខ្ញុំបានខ្ញុំមានវគ្គសិក្សារៀនហើយមេរៀនដែលខ្ញុំបរៀនគឺច្បាស់មួយហើយបងមិនបារម្ភថាអូរៀនហើយអត់ទទួលបានការឆ្លើយតបពីខ្ញុំទេគឺខ្ញុំនៅតបងមានចម្ងល់គឺបងអាចសួរនៅក្នុងក្រុមបានខ្ញុំមានគ្រូ VIP សម្រាប់បងឲ្យសួរទេបងកុំខ្លាចឆ្ងល់កន្លែងណាសួរកន្លែងហ្នឹងមានបញ្ហាអីយើងអាចជជែកគ្នាបានហ្នឹងហើយក្រុមមេរៀនរបស់ខ្ញុំគឺអត់មានតិចមេរៀនទេហើយខ្ញុំនឹងអាប់ដេតបន្ថែមជារៀងរហូតហើយបងចុះឈ្មោះតែម្ដងទេគឺបងអាចរៀនបានរហូតអញ្ចឹងឈប់ចាយលុយដល់$20ក្នុងមួយថ្ងៃសម្រាប់ការប៊ូដែលអត់ទទួលបានសិទ្ធិភាពទៅចាយលុយរៀនគឺជារឿងល្អណៃលុយខាតអត់ប្រយោជន៍ដល់ណាបងនៅក្នុងការប៊ូគឺវាអត់ងាយស្រួលទេបើសិនជាប៊ូមានការងាយស្រួលមែនគឺអ្នកលក់អនឡាញគឺគាត់ជោគជ័យហើយដូចខ្ញុំនិយាយដល់ដែរអញ្ចឹងឥឡូវបញ្ហាអ្នកលក់នៅលើអនឡាញគឺមានច្រើនមែនទែនកាន់តែពិបាកពីមួយឆ្នាំទៅមួយឆ្នាំតែម្ដងអញ្ចឹងបើបងនៅមិនទាន់ចេះក្នុងការប៊ូមិនទាន់ចេះ set up page មិនទាន់ចេះរៀបចំ page ហើយមិនទាន់ដឹងថាអូអាម៉េចគេហៅថា ad account មិនបានគេហៅថា VM មិនបានគេហៅថា account ហ្នឹងហើយអញ្ចឹងវាមានរឿងរ៉ាវច្រើនមែនតើដែលបងត្រូវរៀនហើយអ្វីបានជាបងមិនរៀនហើយមិនសិក្សាហើយបងនិយាយថាបងអត់មានពេលរៀនទេឥឡូវនេះគឺយើងបើកវគ្គសិក្សាតាមអនឡាញបងតនីពេលណាបងរៀនពេលហ្នឹងបងឆ្ងល់ពេលណាបងអាចសួរពេលហ្នឹងបានពួកខ្ញុំនៅរៀនក្នុងការ support ឆ្លើយសំណួរបងអញ្ចឹងបងមិនបារម្ភទេបើសិនជាបងមានបញ្ហាទាំងអស់ហ្នឹងបងអាចតាក់ទងជាមួយខ្ញុំបានអាចរៀនជាមួយខ្ញុំបាន